សម្ដេចធិបតីហ៊ុនម៉ាណែតបានប្រកាសថាគ្មានការរើផ្ទះស្នាក់នៅរបស់គ្រូបង្រៀននៅសាលាដូងនោះទេនឹងបានចាត់តាំងមន្ត្រីឲ្យចូលពិនិត្យផ្ទាល់ដើម្បីដោះស្រាយជូនថែមទៀតចាត់ទុកថាជាដំណឹងដ៏រីករាយសម្រាប់សាលាដូងនៅលើភ្នំគិរីរម្យនិងគ្រូបង្រៀនដែលស្ថិតនៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺដោយនៅថ្ងៃទី19សីហាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថាគ្មានឡើយការរើផ្ទះស្នាក់នៅនិងផ្ទះគ្រូបង្រៀននៅទីនោះទេនឹងបានចាត់ឲ្យមន្ត្រីចុះពិនិត្យផ្ទាល់ដើម្បីដោះស្រាយជូនថែមទៀតផងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថាបើគ្រូបង្រៀនគ្មានផ្ទះស្នាក់នៅនោះនឹងប៉ះពាល់ដល់ការបង្រៀនដល់កូនសិស្សជាមួយនេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានថ្លែងថារឿងសាលាដូងនេះមិនពាក់ព័ន្ធនឹងលោកជំទាវអុកញ៉ាជឹងសុភាពហៅលោកយាយភូនោះទេសម្ដេចធិបតីហ៊ុនម៉ាណែតក៏បានប្រកាសផ្ដល់ថវិកា5លានរៀលនិងអង្គរ1តោនទៅដល់សាលាដូងថែមទៀតផងហើយការផ្ដល់ជូននេះនឹងចាប់ផ្ដើមពីខែកញ្ញាតទៅនេះគឺជាការផ្ដល់កាដូជូនសាលាដូងជាពិសេសកូនសិស្សជិត160នាក់ដែលកំពុងរៀនសូត្រនៅទីនោះពីនាយករដ្ឋមន្ត្រីកម្ពុជាក្រោយករណីនេះមានការលើកឡើងយ៉ាងព្រោងព្រាតនៅតាមបណ្ដាញសង្គមជាមួយនឹងការរិះគន់ខ្លាំងៗយ៉ាងចាស់ដៃ